សួស្តីអ្នកទាំងអស់គ្នាខ្ញុំវណ្ណៈហើយបាត់មុខខ្ញុំយូរហើយពីផេកមួយនេះតែក្រហមនឹងស្ងោបើចង់នេះចុះហើយចុះហើយថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នានឹងមកមើលទស្សនវិជ្ជានៅក្នុងផ្សារនៅខេត្តអាងយ៉ាងប្រទេសវៀតណាមបងប្អូនខ្ញុំជានិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងបងប្អូនហើយមកធ្វើការពិសោធន៍នៅខាងសាកលវិទ្យាល័យអាងយ៉ាងនេះហើយថ្ងៃនេះគឺខ្ញុំមាន2នាក់គ្នាខ្ញុំគឺនាំគ្នាមកទិញម្ហូបទុកសម្រាប់រយៈពេល3ថ្ងៃបងប្អូនហើយនេះពងវិភាសាគ្នាថារយៈពេល3ថ្ងៃហ្នឹងធ្វើម្ហូបអីចូលមកផ្សាររៀងល្ងាចដែរហើយអញ្ចឹងរបស់របរនៅក្នុងនេះរៀងអត់សូវស្រស់មែនទេបងប្អូនហើយពួកខ្ញុំសុខចិត្តមកទិញនៅក្នុងហាងបងប្អូនសម្រាប់ចំណីសម្រាប់សាច់សម្រាប់អីបងប្អូនដូចថាខ្ញុំទុំតមកចេញមកដឹងថាត្រូវទៅទិញសាច់អីនៅណាអញ្ចឹងបងប្អូនហើយសាច់នៅក្រៅអាចថាសុវត្ថិភាពវារៀងតិចជាងនៅក្នុងហាងបងប្អូនអញ្ចឹងពួកខ្ញុំក៏សម្រេចចិត្តមកទិញនៅហាងវិញហើយចំពោះម្ហូបបន្លែសាច់របស់គេគឺច្រើនបងប្អូនមានច្រើននៅក្នុងនេះមានសាច់ហើយថ្ងៃនេះគឺពួកខ្ញុំទិញបានសាច់ផងត្រីផងសម្រាប់ធ្វើម្ហូប3ថ្ងៃហ្នឹងបងប្អូននេះសាច់គេស្រស់ហើយចំពោះនេះដែរគឺទូដូចតែនៅខ្មែរយើងដែរទេបងប្អូននៅក្នុងហាងនេះនៅពេលដែលពួកខ្ញុំនៅខ្មែរនិយាយតាមត្រង់ទៀតថាអូកិច្ចរបស់វៀតណាមតែចំពោះពួកខ្ញុំមកដល់ក្នុងនេះគឺអាចកិច្ចបាននេះគឺគ្រប់យ៉ាងគឺរបស់គេផលិតក្នុងស្រុកទាំងអស់បងប្អូនក្នុងនេះហើយអត់អីទេបងប្អូនសុវត្ថិភាពធម្មតាទេហើយរបស់នៅក្នុងម៉ាតបងប្អូន